Hello សួស្តីអ្នកនរគ្នាឥឡូវនេះយើងមកដាក់ស្រាយលំហាត់មួយហើយកុំភ្លេចជួយចុច Subscribe ឲ្យខ្ញុំម្នាក់មួយផងហើយយើងមកអានវិធីលំហាត់របស់គ្នាដោយច្បាប់មកខាងរបស់សែនមានន័យ creative សរុប750អញ្ចឹងមានន័យថាច្បាប់មកខាងនេះវាស្មើនឹង m លើ2វាស្មើនឹង m លើ2អញ្ចឹងវាស្មើនឹង750ន័យ creative យើងកុំភ្លេចដាក់ຂະຫນາດឲ្យគេផងទៅមកទៀតផលដកនៅនុយក្លេទីតប្រភេទ adenine និងនុយក្លេទីតប្រភេទផ្សេងទៀតនឹងមានជាគូបានពេញគ្នាវាស្មើនឹង300អញ្ចឹងមានន័យថាប្រភេទ adenine នេះវាស្មើនឹង a ប្រភេទ adenine នេះស្មើនឹង a ហើយមិនមែនជាគូបានពេញគ្នាវាអាចជា c ឬក៏ជា z និង c វាមិនពេញគ្នាប៉ុន្តែវាអត់ពេញមួយ a អញ្ចឹងយើងត្រូវយក a ដក c ស្មើនឹង300ទៅមកទៀតយើងគណនាទីកកំណត់ចំនួននុយក្លេទីតប្រភេទនីមួយៗរបស់ Zen កំណត់ចំនួននុយក្លេទីតប្រភេទនីមួយៗរបស់ Zen ប៉ុន្តែមុននឹងកំណត់នេះយើងត្រូវស្រង់សម្រាប់ឲ្យហើយសិនបន្តមកទៀតយើងដាក់មកក៏រូបចំនួននុយក្លេទីតប្រភេទនីមួយៗរបស់ Zen ឬហើយវាចាតាមគោលការណ៍ពេញបាសមក A ពេញទេនៅឲ្យ A ស្មើទេ C ពេញ C នៅ Z ស្មើ C ហើយយើងដាក់រូបមន្តមកដាក់ M ស្មើពី A បូកពី C ហើយយើងបពីម្នេះមកអញ្ចឹងយើងបាន a បូក c វាស្មើ750យើងតាំងជាសមីការទី1បន្ទាប់មកទៀតa ដក c ស្មើ300ហ្នឹងយើងតាំងជាសមីការទី2មកហើយបន្ទាប់មកយើងយកវាយកទៅផ្ទឹមគ្នាដោយសមីការទី1ផ្ទឹមសមីការទី2មកយើងដាក់មក a បូក a ស្មើពី a C ដក C ស្មើ0ហើយអាលេខនេះស៊ីសងគ្នាមក1050ហើយ A ស្មើ1050ចែក2 A ស្មើ1050ចែក2មកវាស្មើ525នៃក្លេទីតហើយយើងយក A ស្មើ525នៃក្លេទីតនេះយើងយកទៅជួសសមីការទី1វិញដើម្បីរក C យើងអាចយកជួសសមីការទី2ក៏បានដែរតែយើងចង់ជួសប៉ុន្តែយើងយកជួសសមីការទី1ទៅវាលេខបូកអីស្រួលទៅម្ដងហើយយើងជឿសងរក C មកឃើញ225នៃក្លេទីតអត់មានបាក់ទេនេះហើយយើងកុំភ្លេចឆ្លើយនេះផងដូចនេះយើងស្មើទេអីដាក់កុំភ្លេចដាក់ខ្នាតនេះផងហើយដោយ n ស្មើ4ម៉ូលេគុលនេះអានេះគេប្រាប់យើងអាចតែអានប្រាប់អមុខវិញបានហើយគណនាចំនួនទីប្រណុយក្លេទីតសរុបយើងវិចារមកសារមួយសញ្យក INM បាន1ម៉ូលេគុល INM 2ដងបាន2ម៉ូលេគុល INM n ដងបាន n ម៉ូលេគុល INM ហើយ m សេរីវាអាចនឹងស្មើនឹង m គុណនឹង n ឬក៏ a សេរីស្មើ a គុណនឹង n ក៏បានឬក៏ c គុណនឹង n ក៏បានទៅទៀតមក m វាមិនស្មើ m លើ2ស្មើ750អញ្ចឹងយើងយកវាដាក់តម្រង់មកហើយគុណនឹង4ម៉ូលេគុលដែលយើងរកឃើញលើមក4ម៉ូលេគុលយើងតាមតែ n ហ្នឹងយើងស៊ីសងជួសចូលមកឃើញ3រីបនុយក្លេទីតដោយ m សេរីឬក៏ m យើងត្រូវគិតជារីបនុយក្លេទីតនេះកុំភ្លេចចាត់នេះផងបាយបាយ